រណសេរសាមគ្គីសង្គ្រោះជាតិបានប្រកាសនៅថ្ងៃទី2ខែធ្នូឆ្នាំ1978ដែលគេដាក់ទីតាំងថានៅក្នុងស្រុកស្នួលខេត្តក្រចេះគេថាដីនោះគឺជាទឹកដីនៃប្រទេសកម្ពុជាណាដែលជាប់នឹងព្រំដែនវៀតណាមណាការរៀបចំរណសេរី2ធ្នូគឺជាការរៀបចំរបស់បកកុម្មុយនីសវៀតណាមក្រោយពីបានដាក់ឧស្សានុវិទ្យចំពោះខ្មែរក្រហមលើការសម្រួលដែនទឹកជុំវិញកោះត្រល់ក្រោយថ្ងៃរំដោះ17មេសាឆ្នាំ1975បកកុម្មុយនីសយួនបានធ្វើទស្សនកិច្ចនៅកម្ពុជាអង្គការវៀតណាមបានមកជួបមេដឹកនាំខ្មែរក្រហមប៉ុលពតហើយបានបញ្ចុះបញ្ចូលឲ្យខ្មែរក្រហមដែលជាមិត្តរួមអាវុធនឹងគ្នាដែលជាមិត្តរួមអាវុធនឹងគ្នាដើម្បីនឹងសម្រួលអ្វីដែលខាងវៀតណាមស្នើឲ្យខាងខ្មែរក្រហមជួយសម្រួលដែនទឹកជុំវិញកោះត្រល់ដោយយកមូលហេតុថាទឹកជុំវិញកោះត្រល់វាមានចង្អៀតមានការលំបាកដូច្នេះហើយក៏សុំឲ្យខាងកម្ពុជាជួយសម្រួលដែនទឹកទន្ទឹមគ្នានោះក៏មានការបបួលខ្មែរក្រហមឲ្យចូលក្នុងសម្ព័ន្ធឥណ្ឌូចិនដែលខ្មែរក្រហមបានប្រឹងប្រែងជាខ្លាំងកិច្ចវេះមិនចូលរួមក្នុងសម្ព័ន្ធឥណ្ឌូចិននោះទេដោយខ្មែរក្រហមយល់ថាការចូលក្នុងសម្ព័ន្ធឥណ្ឌូចិនគឺត្រូវរស់នៅក្នុងអវ័យដែលខ្មែរក្រហមក្នុងសៀវភៅខ្មៅដែលសរសេរឡើងដោយប្រពន្ធអៀងសេរីឈ្មោះខៀវធីរិទ្ធថាជាផែនការសហព័ន្ធឥណ្ឌូចិនដូច្នេះហើយក្រោយពីខ្មែរក្រហមបានចូលកាន់អំណាចនៅប្រទេសកម្ពុជាប្រកាសខ្លួនជាកម្ពុជាប្រជាធិបតេយ្យក៏ត្រូវវៀតណាមបបួលចូលសម្ព័ន្ធឥណ្ឌូចិនហើយដោយកិច្ចវេះមិនចូលហើយត្រូវវៀតណាមស្នើឲ្យរៀបចំដែនទឹកជុំវិញកោះត្រល់ក៏កិច្ចវេះទៀតក៏វៀតណាមចេះតែបន្តហេតុតាមព្រំដែនពីភាគខាងជើងនៅរតនគិរីចុះរហូតដល់ខេត្តកំពតកាលនោះទំនាស់ចេះតែបន្តទៅទៀតរហូតដល់ឆ្នាំ1977ទើបវៀតណាមធ្វើការវាយប្រហារចូលមកក្នុងភូមិភាគបូព៌ាដើម្បីគៀយកប្រជាជនមួយចំនួនទៅរួមជាមួយនឹងប្រជាយោធាខ្មែរក្រហមដែលរត់ទៅស្រុកយួនក៏នៅចុងឆ្នាំ77អង្គការបកវៀតណាមសម្រាប់រៀបរណសេរមួយឡើងដែលរណសេរនោះក៏คล้ายទៅជារណសេរសាមគ្គីសង្គ្រោះជាតិកម្ពុជាទៅជារណសេរសាមគ្គីសង្គ្រោះជាតិកម្ពុជានៅពេលដែលវៀតណាមចាត់រៀបចំរណសេរសាមគ្គីសង្គ្រោះជាតិកម្ពុជាភារកិច្ចនៃការកសាងនិងរៀបចំរណសេរនោះគឺជាសមាជិកការិយាល័យនយោបាយយួនឈ្មោះហៅថាលេដុកធក៏ត្រូវយួនចាត់ទុកថាជាបៃតាពីធ្នូហើយការរៀបចំនៅរណសេរសាមគ្គីសង្គ្រោះជាតិកម្ពុជានោះក្រោយមកក៏អង្គការបកចាត់តាំងឲ្យមានគណៈបញ្ជាការកងទ័ព
ទទួលបន្ទុកសមរភូមិកម្ពុជាគឺឧត្តមសេនីយ៍លេដុកអាំងដែលឧត្តមសេនីយ៍លេដុកអាំងក្រោយមកคล้ายទៅជាប្រធានាធិបតីនៃប្រទេសវៀតណាមរូបភាពដែលបង្ហាញនេះគឺជាគណៈបញ្ជាការពីធ្នូដែលយួនហៅថាបញ្ជាការសមរភូមិកម្ពុជាបញ្ជាការសមរភូមិកម្ពុជារីឯពួកខ្មែរដែលជាសំណេះសំណល់ដែលគេយកមករៀបជាសមាជិកនៃរណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាគឺគ្រាន់តែជារនុកដែលគេរៀបចំឡើងតែប៉ុណ្ណោះបន្ទាប់មកទៀតក្រោយមកមានការចូលរួមពីបញ្ជាការមួយទៀតដែលកាន់កិច្ចការនៅលើទឹកដីកម្ពុជាគឺឧត្តមសេនីយ៍លេកាភៀវដែលជាអ្នកដឹកនាំលើកងទ័ពដែលត្រូវទទួលខុសត្រូវនៅកម្ពុជានេះគឺជាអ្វីដែលជាប្រវត្តិហើយក៏គេរៀបចំកូនសៀវភៅមួយហៅថាសេចក្តីថ្លែងការណ៍របស់រណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាគឺសៀវភៅនេះដែលនៅក្នុងសៀវភៅនេះគេបង្កើតនៅគណៈកម្មាធិការមជ្ឈិមរណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាមានហេងសំរិនជាប្រធានជាសឹមជាអនុប្រធានរស់សម័យជាភូជុជាអគ្គលេខាធិការម៉ាត់លីជាសមាជិកប៊ុនមីជាសមាជិកហ៊ុនសែនជាសមាជិកបើរាប់ពីលើចុះមកក្រោមលេខ6មានសំអានលេខ7មេសំណាងលេខ8នៅសមុំលេខ9ឡុងឈឹមដែលគេឲ្យបន្លំធ្វើជាអ្នកបួសលេខ10លេខ11ហែមសមិន លេខ12ជ័យកញ្ញាលេខ13ច័ន្ទវ៉ែនលេខ14ប្រាជ្ញសុនគេរៀបរណសេរីនឹងឡើងនៅក្នុងកូនសៀវភៅនេះដែលគេបោះតាមរថក្រោះនៅពេលដែលកងទ័ពយួនវាយលុកចូលប្រទេសកម្ពុជាឆ្នាំ78ណាអង្គការវៀតណាមក៏បានបញ្ជាឲ្យអគ្គរដ្ឋទូតវៀតណាមប្រចាំអង្គការសហប្រជាជាតិឈ្មោះលោកហាវ៉ាន់ឡៅឲ្យបញ្ជូននៅឯកសារដែលគេរៀបចំឡើងនៃរណសេរីពីធ្នូនោះយកមកបញ្ជូនឲ្យអង្គការសហប្រជាជាតិបានទទួលនៅថ្ងៃទី4ខែមករាឆ្នាំ1979ដែលឯកសារនោះបានដាក់ថ្ងៃខែជាថ្ងៃទី2ធ្នូថ្ងៃបង្កើតនិងថ្ងៃប្រកាសរណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាហើយនឹងសេចក្តីប្រកាសនយោបាយរបស់រណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាធ្វើឡើងនៅថ្ងៃទី26ខែធ្នូឆ្នាំ1978អ្នកដែលបញ្ជូននៅឯកសាររៀបចំនេះគឺអគ្គរដ្ឋទូតយួនប្រចាំសហប្រជាជាតិដែលឈ្មោះហៅថាហាវ៉ាន់ឡៅនេះគឺជាលិខិតដែលយកមកដាក់នៅអង្គការសហប្រជាជាតិនៅថ្ងៃទី4ខែមករាឆ្នាំ1979ណាហើយនៅពេលនោះណាក្រោយពីថ្ងៃទី4ខែមករាថ្ងៃទី7ខែមករាឆ្នាំ79រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនបានប្រកាសថ្កោលទោសអំពើឈ្លានពានរបស់យួនមកលើកម្ពុជានេះគឺជាលិខិតដើមដែលតាក់ទងពីរឿងហ្នឹងបាទនេះគឺជាលិខិតដើមបាទដែលចិនសរសេរទៅអង្គការសហប្រជាជាតិបាទនៅក្នុងថ្ងៃ7មករានេះយួនបានសម្រេចជោគជ័យជាសត្ថាពរលើការចូលកាន់កាប់ប្រទេសកម្ពុជានេះគឺជាកំណើតសាវតានៃរណសេរីពីធ្នូ
ខ្ញុំមានឯកសារពីធ្នូនេះជាខ្មែរក៏ដូចជាភាសាអង់គ្លេសដែលផ្សាយបាទជាភាសាអង់គ្លេសដែលផ្សាយនេះគឺជាអ្វីដែលផ្សាយចេញពីអង្គការវៀតណាមនៅអង្គការសហជីវជាតិថ្ងៃទី11ខែមករាឆ្នាំ79វៀតណាមបានចូលកាន់កាប់ប្រទេសកម្ពុជាក្នុងផែនការសហព័ន្ធឥណ្ឌូចិនដែលជាការគួបផ្សំនៃនយោបាយមកទល់បច្ចុប្បន្ននេះនៅតែបន្តមិត្តភាពពិសេសដែលបានធ្វើឡើងជាមួយកម្ពុជានៅថ្ងៃទី18ខែកុម្ភៈឆ្នាំ1978 79មានសុពលភាព25ឆ្នាំបន្ត10ឆ្នាំម្ដងជាស្វ័យប្រវត្តិរហូតដល់សប្តាហ៍ថ្ងៃនេះគឺជាសន្ធិសញ្ញាភាសាយួននិងខ្មែរដែលហេងសំរិននិងផាំយ៉ាងដងចុះហត្ថលេខាជាមួយគ្នានេះគឺជាការវាយឡើងវិញឲ្យច្បាស់នៃសន្ធិសញ្ញានោះនេះគឺជាសន្ធិសញ្ញាប្រែជាភាសាអង់គ្លេសនេះគឺការពង្រីកឲ្យធំស្រួលមើលតែបងប្អូននៅមើលមិនដាច់ទាំងអស់នេះគឺជាអ្វីដែលតាក់ទងនឹងរណសេរីពីរធ្នូហើយតាំងពីឆ្នាំ1979មកវៀតណាមបានអនុវត្តនៅនយោបាយសហព័ន្ធឥណ្ឌូចិនក៏ប៉ុន្តែ10ឆ្នាំក្រោយមកក៏មិនបានសម្រេចទាំងស្រុងទេត្រូវដោះស្រាយបញ្ហានេះមួយអន្លើសិនគឺការបញ្ជូនឲ្យលោកហ៊ុនសែនមកនិយាយជាមួយនឹងនរោត្តមសីហនុហើយក៏ឈានទៅដល់ការរៀបចំកិច្ចព្រមព្រៀងទីក្រុងប៉ារីនៅឆ្នាំ1991ថ្ងៃទី23ខែតុលាការសិក្សាអំពីនយោបាយយួនត្រូវបានសិក្សារៀងរហូតមកមានឯកសារទុកហើយការបញ្ជាក់ពីសុពលភាពនៃជាសុពលភាពនៃប្រវត្តិពីធ្នូគឺនៅមានរហូតដល់សប្តាហ៍ថ្ងៃដែលមិនអាចនឹងកែក្រឡៃបានឡើយសូមបញ្ជាក់ថារណសេរីពីរធ្នូឬរណសេរីសាមគ្គីសង្គ្រោះជាតិកម្ពុជាមិនមែនជាអង្គការនយោបាយបង្កើតដោយខ្មែរទេគឺបង្កើតដោយបកកុម្មុយនីសវៀតណាមហើយតំណាងកម្មាភិបាលជាន់ខ្ពស់វៀតណាមឈ្មោះលេដុកថទទួលបន្ទុកខាងនយោបាយនិងការរៀបចំហើយលេដុកអញទទួលបន្ទុកលើកិច្ចការកងទ័ពចំណែកឯកិច្ចការនៅលើសមរភូមិបន្ទាប់ពីលេដុកអញមកគឺលេកាភៀវនេះគឺជាអ្វីដែលបានកើតឡើងដែលខ្ញុំលើកមកនិយាយខ្លីក្នុងសាវតាពីធ្នូដែលឥឡូវនេះមានការអបអរពីធ្នូដែលការអបអរនេះលុបបំបាត់ចោលហើយចង់និយាយថារណសេរីពីរធ្នូសាមគ្គីសង្គ្រោះជាតិនេះបង្កើតដោយខ្មែរមិនមែនទេគឺបង្កើតដោយយួនអូខេនឹងគ្រាន់តែរំលឹកប៉ុណ្ណឹងបាទគ្រាន់តែរំលឹកប៉ុណ្ណឹងទេអូខេនឹងអញ្ចឹងខ្ញុំសំណេះសំណាលជាមួយបងប្អូនខ្លះណាមេងហួរ
បើសុំជួយនិយាយផងហេតុអ្វីបានជាខ្មែរធ្លាក់ក្នុងរបបខ្មៅងងឹតហើយហេតុអ្វីបានជាពួកនឹងខុសខើម្លេះមួយម៉ាត់ឆ្លើយដោយខ្លីរបបកុម្មុយនីសគឺជារបបខុសខើរបបកុម្មុយនីសគឺជារបបខុសខើខ្មែរធ្លាក់ចូលក្នុងកណ្ដាប់ដៃកុម្មុយនីសហើយក៏ទទួលរងគ្រោះដោយសាររបបខុសខើនេះនឹងប៉ុណ្ណឹងណារឿងមូលហេតុអ្វីវាទាល់តែរៀនពីប្រវត្តិសាស្ត្រឲ្យបានច្បាស់លាស់ណាខ្មែរសប្តាហ៍ថ្ងៃកិច្ចមិនទាន់រួចពីព្រោះវាស្ថិតនៅក្រោមការគ្រប់គ្រងដែលការគ្រប់គ្រងហ្នឹងនៅតែមាននយោបាយកុម្មុយនីសនៅឡើយគេឲ្យខ្មែរសបាយនឹងស្រីស្រាលបែងពេលលាអីតែគេមិនឲ្យយើងមានអនាគតបន្តពូជនៅលើទឹកដីខ្មែរបានស្រួលទេគេក៏មិនឲ្យមានការបន្តពូជខ្មែរអ្នកចេះដឹងទេប្រវត្តិសាស្ត្រអ្វីក៏គេមិនឲ្យយើងចេះដែររបបខ្មែរងងឹតវាបានចប់ទៅប៉ុន្តែរបបភ្លឺអត់មានទេរហូតដល់សប្តាហ៍ថ្ងៃយើងមានតែសម្ភារៈតែប៉ុណ្ណោះនឹងអញ្ចឹងណាអ្នកខ្លះនិយាយថាយួនសម្រាប់ខ្មែរមិនមែនខ្មែរអ្នកសម្រាប់គ្នាឯងទេខ្មែរសម្រាប់គ្នាឯងច្រើនជាងអ្វីទាំងអស់ខ្មែរសម្រាប់គ្នាឯងដោយសារការផុងខ្លួនក្នុងនយោបាយស្អប់ខ្ពើមគ្នាណាកូនណានឹងអញ្ចឹងបាទsorry ចិត្តតើថៃនឹងបន្តឈប់យកពលករខ្មែរយើងរហូតឬយ៉ាងណាជាធម្មតាយើងជាប្រទេសសមាជិកអាស៊ានពលករឆ្លងដែនមិនបាត់ទេនៅពេលគេរៀបចំត្រូវគ្នាវិញគេក៏ត្រូវតែបើកទីផ្សារការងារជាធម្មតាដូច្នេះតាមតាយល់គេមិនបាត់ទេណាកូនគេមិនបាត់រហូតទេតាមតាយល់គេមិនបាត់រហូតទេណានឹងណាស់ចិត្តណា mascot តើក្នុងជីវិតតើអ្វីធ្វើឲ្យតាស្ដាយក្រោយជាងឬជាកំហុសធំជាងគេរបស់តាមានកំហុសកូនតែអត់មានកំហុសធំទេកំហុសតាគ្មានកំហុសអីធំទេហើយរាល់កំហុសអស់ហ្នឹងតារស់នៅដកដង្ហើមកែប្រែកំហុសហ្នឹងអញ្ចឹងទី1តាគ្មានកំហុសធំក្នុងជីវិតទេមានកំហុសច្រើនតែមិនធំទី2គ្មានការស្ដាយក្រោយទេពីព្រោះតាឲ្យតែដឹងថាតាខុសតាកែអញ្ចឹងតាទី1គ្មានកំហុសធំទី2អត់ស្ដាយក្រោយទេតាកលេចមើលទៅមុខមិនកលេចមើលទៅក្រោយឲ្យស្ដាយទេអ្វីដែលជាកំហុសខុសឆ្គងតាកែប្រែអានឹងជីវិតរបស់តាណាម៉ាស្កូតអូខេថាវិនសួស្ដីរិននេត good slide for presentation good អញ្ចឹងនៅក្នុងថ្ងៃ2ធ្នូនេះ2ធ្នូគឺបង្កើតដោយយួនមិនខ្មែរទេខ្មែរគ្រាន់តែគេចាប់ដាក់ទេណាដូច្នេះទោះបីខំប្រឹងតាក់តែងប្រវត្តិ2ធ្នូយ៉ាងណាក៏ឯកសារដែលនៅសល់បញ្ជាក់ថាមិនមែនខ្មែរអ្នកបង្កើតទេមានសិភៅច្រើនដទៃទៀតដែលបានធ្វើសម្ភាសជាមួយនឹងសមាជិករណសេរសាមគ្គីសង្គ្រោះជាតិកម្ពុជាហើយសម្ភាសអស់នោះ40ឆ្នាំក្រោយមកនៅមានពេញបណ្ណាល័យដែលអាចឲ្យដឹងអំពីនរណាជាអ្នកបង្កើតរណសេរសាមគ្គីសង្គ្រោះជាតិកម្ពុជាណាអញ្ចឹងមានសំណួរអីក៏សួរមកខ្ញុំឆ្លើយណាខ្ញុំកំពុងតែមើលអាប់ដេតបាទបន្តលោកតាថៃនឹងបន្តឈប់ឆ្លើយហើយណាលិភេឆ្លើយហើយ mascot បើយើងជាមនុស្សដែលចូលសង្គមយឺតជាងគេ
តើយើងត្រូវរៀបចំខ្លួនឡើងវិញយ៉ាងម៉េចស្អីទៅដែលហៅថាចូលសង្គមនោះណាស្អីទៅដែលហៅថាចូលសង្គមនោះវាជាអ្វីទៅដែលហៅថាចូលសង្គមណាកូនវាទាល់តែប្រាប់អំពីរឿងចូលសង្គមសួស្ដីទុំស្អីទៅដូចម្ដេចហៅថាចូលសង្គមណាដូចម្ដេចដែលហៅថាចូលសង្គមណាដូចម្ដេចដែលហៅថាចូលសង្គមស្អីទៅហៅចូលសង្គមតើតសួរអាហ្នឹងបានឆ្លើយទៅបានក្បោះក្បាយអូខេតើចូលសង្គមនោះមានន័យថាម៉េចសូនច័ន្ទពូគិតទៅនៅថ្ងៃនេះជាថ្ងៃរណសេរីសាមគ្គីសង្គ្រោះជាតិខ្មែរលើកទី47នៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវជាថ្ងៃទិវាបុណ្យជាតិលើកទី50អរគុណចំពោះព័ត៌មានបាទប្រាក់យន្តឡើងថ្លៃខ្លាំងបំផុតឆ្នាំនេះអត់ប្រយោជន៍ចង់ឡើងប៉ុណ្ណាក៏ដោយលុយកុំនេះក៏ដាក់ប្រគុណបាទចូលសង្គមស្មើរៀនរស់សម្របតាមបរិបទសង្គមដូចស្ទឹងតាមបត់តាមទំនើតាមដំណើរទឹកហូរមានន័យថាចូលចរន្តទូទៅនៃសង្គមការចូលសង្គមយឺតមានន័យថាមិនសូវទៅតាមគេតាមឯងវាជារឿងដែលយើងប្រែប្រួលក្នុងជីវិតទេដោយខ្ញុំរស់នៅសហរដ្ឋអាមេរិកខ្ញុំមិនសូវជាអនុវត្តរបៀបរស់នៅជាខ្មែរទេខ្ញុំអនុវត្តរបៀបរស់នៅជាបរទេសអាមេរិកខ្ញុំចូលក្នុងចំណោមអាមេរិកខ្ញុំចូលចំណោមខ្មែរតែការដែលកែប្រែចិត្តគំនិតនេះទាំងសម្លៀកបំពាក់ទាំងចំណីអាហារការនិយាយស្ដីការចូលចិត្តបរិស្ថានជារឿងផ្លាស់ប្ដូរធម្មតាទេមិនចាំបាច់អ្នកណាបង្រៀនទេបើយើងឧទាហរណ៍យើងពីដើមយើងមិនចូលចិត្តអាហារអាមេរិកហើយក្រោយមកយើងចូលចិត្តយើងកែទៅខ្ញុំបោះបង់ចោលប្រហុកប្រអកអំបិលអីចឹងខ្ញុំបោះបង់ចោលប៊ីចេងស្ករអីចឹងរឿងហ្នឹងជាការផ្លាស់ប្ដូរទេចាអត់មានអីធំដុំទេអូខេអត់មានអីធំដុំទេថាវិញសៀមខ្មែរពេលនេះមិនសូវកោដូចមុនពេកបងយល់យ៉ាងម៉េចដែរសៀមរវល់ច្រើនយ៉ាងរវល់ទឹកចំនួនគ្រោះធម្មជាតិរវល់នឹងស្ដាច់ម្ដាយស្លាប់ត្រូវកាន់ទុក្ខរវល់នឹងសាយតកិច្ចរវល់នឹងអស្ថិរភាពរដ្ឋាភិបាលទោះបីយ៉ាងណាមិនមែនថាសៀមវាអត់កកោកកាយទេវានៅមានអង្គភាពវាដតីកកោកកាយតែគ្រាន់តែខ្មែរយើងក៏ស្ងប់ស្ងាត់ទៅតែប៉ុណ្្នឹងបាទស្ងប់ស្ងាត់ណាបងស្ងប់ស្ងាត់បន្តិចទៅណាអានឹងអញ្ចឹងទេណាក្មួយចូលកម្មវិធីជាតិឡាវព្រឹកមិញក្មួយចាប់អារម្មណ៍វិស័យទាហានឡាវអភិវឌ្ឍខ្លួនលឿនទំនើបច្រើនជាងឆ្នាំកន្លងមកដូចទាហានយួនហើយពូល្អជាព័ត៌មានអរគុណណានិតរៀនអស់លុយអត់ការងារធ្វើរៀន IT 2ឆ្នាំហើយរកការងារធ្វើអត់បានគិតមិនបងប្អូនរៀនខុសកូនអត់ចាំបាច់សួរគេទេរៀនខុសរៀន IT រៀនខុសបើរៀនវិទ្យាសាស្ត្រកុំព្យូទ័ររៀនត្រូវនឹងដោយសារអីដោយសារចូលរៀនមិនបានគិតឲ្យច្បាស់អំពីទីផ្សារការងារហើយរៀន IT 2ឆ្នាំធ្វើអីមិនកើតទេឥឡូវនេះគេកំពុងតែបោះពួយលឿនណាស់ក្នុងវិស័យកុំព្យូទ័រអញ្ចឹងរៀន2ឆ្នាំនឹងរៀនខុសដោយសារអីដោយសារចង់លឿនហើយអស់លុយប្រហែលទៅបើយកបរិញ្ញាបត្រ4ឆ្នាំខាង Computer Science អាហ្នឹងបានទៅរៀន IT 2ឆ្នាំយកធ្វើអីកើត
ពិភពលោកឥឡូវនេះគេមិនជួលទេ IT 2 ឆ្នាំហ៎ណាធ្វើមិនកើតទេ